ភិបាលខេត្តរតនគិរីបានឲ្យដឹងថាផ្លូវតាមក្រវត្តព្រំដែនកម្ពុជាវៀតណាមត្រង់បង្គោលលេខ 9 និងបង្គោលលេខ 10 សម្រាប់បែបប្រមាណ 30 គីឡូម៉ែត្រហើយលោកញ៉ាំសំអឿនអភិបាលខេត្តរតនគិរីកាលពីថ្ងៃទី 8 ខែមិនិនាឆ្នាំ 2025 បានចុះសួរសុខទុក្ខពិនិត្យវណ្ណភាពការងារស្ថាបនាផ្លូវក្រវត្តព្រំដែនទិសរតនគិរីក្នុងភូមិសាស្ត្រស្រុកអណ្ដូងមាសដែលកំពុងស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់ស្ពានបញ្ជាការឋានវិស្វកម្មអគ្គបញ្ជាការឋានកងយុទ្ធពលខេមរៈភូមិន្ទនៅក្នុងនោះលោកបានកោតសរចំពោះមេបញ្ជាការរងនិងនីតិហ៊ានរងពលទាហានកងឯកភាពនៃបញ្ជាការឋានវិស្វកម្មដែលក្នុងរយៈពេលកន្លងមកបានយកចិត្តទុកដាក់ពុះពៀជំនះរាល់គ្រប់ឧបសគ្គគ្រោះថ្នាក់ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាងខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវត្តព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រខេត្តរតនគិរីដែលរហូតមកដល់ថ្ងៃនេះគឺសម្រេចបានលទ្ធផលយ៉ាងច្រើនលោកបញ្ជាក់ថាកងវិស្វកម្មធ្វើផ្លូវតាមក្រវត្តព្រំដែនកម្ពុជាវៀតណាមត្រង់បង្គោលលេខ 9 និងបង្គោលលេខ 10 សម្រេចបានប្រមាណ 30 គីឡូម៉ែត្រហើយលោកបន្តថាសមិទ្ធផលផ្លូវខ្សែក្រវត្តព្រំដែនទាំងអស់នេះគឺជាមរតកប្រវត្តិសាស្ត្រមានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបានហើយសម្រាប់ចេញជារូបរាងយ៉ាងល្អរឹងមាំពីមលុបសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី 7 មានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែលសម្ដេចតេជោហ៊ុនសែនបានដាក់ចេញការកសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព